ចឹងថ្ងៃនេះយើងនិយាយអំពីមិនយើងនិយាយអំពីទេខ្ញុំមកសម្ពោធបាទខ្ញុំមិនមែននិយាយថាយើងត្រូវធ្វើទេខ្ញុំមកសម្ពោធអ្វីដែលយើងបានធ្វើទៅហើយបាទអ្នកណាថាខ្ញុំអួតខ្ញុំមិនដឹងទេមកមើលអាគារទៅបាទនេះគឺជាសមិទ្ធផលដែលយើងបានធ្វើនិងបន្តធ្វើតទៅទៀតការកសាងហេដ្ឋារចនាសម្ព័ន្ធគោលថ្នាក់រៀនការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមានផ្ទះគ្រូមានទីចាត់ការមានបណ្ណាល័យមានតារាងបាល់បាទជាស្តង់ដារបដិបដារៀនសូត្រកីឡាទាំងអស់ដែលយើងអាចធ្វើទៅបានហើយមិញអេដាមជ័យទៀងចូលមកថាប្រហែលមួយណាត់ពីរណាត់មុននេះគ្រាន់តែសម្ដេចតេជោបន្ថែមថវិកាដើម្បីកសាងសាលារៀននេះចំណាយជាង500លានហើយកសាងជាង1000ដូច1000ជាងនៅទូទាំងប្រទេសហើយនៅសល់900ខ្នងខ្ញុំមិនទាន់សម្ពោធបាទអញ្ចឹងថ្ងៃនេះមកសម្ពោធដូចប្រហែល6ខ្នងអីចឹងទៅបាទ